มមកពីខាង Revlon ហើយថ្ងៃនេះគឺលើកតបជាមេតបប្រយុទ្ធតែម្ដង5នាក់មកខ្ញុំគឺជាមេតបមួយខុសគេតែឯងដោយសារខ្ញុំខាងទីផ្សារតែ4នាក់ទៀតគឺ sale មេតប sale ទាំងអស់គឺឲ្យតែមានការអីគឺ fighting មួយខ្ញុំអីចឹងពួកយើងតែងតែរើសជំរើសមិនត្រឹមត្រូវឆ្លើយឆ្លងគ្នាធ្វើ plan ចុះទៅប្រយុទ្ធអីហ្នឹងគឺពេលខ្លះមានការចម្រុងចម្រាស់សឹងថាអាចសង្គ្រាមបានណាលោកគ្រូប៉ុន្តែពួកយើងមានប្រកាន់ពាក្យស្លោកមួយថាកុំសន្តិភាពពេកពេលដែលសន្តិភាពពេកធ្វើឲ្យយើងភ្លេចខ្លួនអានេះគឺជាអីដែលពួកខ្ញុំស្ដាប់នៅក្នុងតិចជាប្រចាំពេលដែលពួកខ្ញុំប្រយុទ្ធប៉ុន្តែពេលដែលពួកខ្ញុំបានមករៀននៅទីនេះខ្ញុំនឹងយកនៅយុទ្ធសាស្ត្រដែលទទួលបាននិយាយទៅយុទ្ធសាស្ត្រទាំងអស់នេះតិចខ្លីបើចាប់អត់បានយកទៅធ្វើអត់កើតទេប៉ុន្តែពួកខ្ញុំប្រឡូកហើយពួកខ្ញុំចាប់បានហើយពួកខ្ញុំនឹងយកទៅបង្រួបបង្រួមពលតបទាំងអស់ត្រូវការបង្រួបបង្រួមហើយក្រៅពីបង្រួបបង្រួមហើយគឺយើងនាំគ្នាដឹកដៃគ្នាធ្វើដឹកនាំឲ្យក្រុមការងារយើងទាំងថ្នាក់ដឹកនាំបូករួមជាមួយនឹងខាងអ្នកដែលក្រៅបង្គាប់ឲ្យសบายរីករាយដើម្បីទទួលលទ្ធផលហើយពិសេសមួយទៀតក្រៅពីបង្រួបបង្រួមគឺយើងនឹងចែករំលែកអញ្ចឹងសម្រាប់ខ្ញុំមួយខ្ញុំមានចំណុចមួយគឺខ្ញុំចូលចិត្តបង្រៀនប៉ុន្តែពេលមុននឹងខ្ញុំមកកន្លែងនេះពេលដែលខ្ញុំទៅបរៀនគេថាចេះម៉េះបន្ទាប់មកខ្ញុំក៏ព្យាយាមប្រើសិល្បៈនៅក្នុងការនិយាយជំនួសឲ្យការបរៀននឹងឬក៏ជំនួសឲ្យការខ្ញុំជួយអ្នកឯងសួរគាត់វិញថាគាត់ចង់បានអីគាត់ត្រូវការយើងជួយអីអញ្ចឹងខ្ញុំឃើញថាការប្រើភាសាហ្នឹងទៅតិចអញ្ចឹងបន្ទាប់ពីខ្ញុំរៀនវគ្គអ្នកដឹកនាំតិចគឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងរៀងស្ងប់ជាងមុនខ្ញុំស្ដាប់គេជាងមុនខ្ញុំបានដឹកនាំពួកគាត់ព្រោះពួកគាត់ពេលហៅមកគាត់ថាអើយរៀនអីទៀតទេមួយថ្ងៃនៅក្នុងប្រឡូកនៅក្នុង cell នឹងរហូតប៉ុន្តែយើងព្យាយាមបង្ហាញថានេះពួកខ្ញុំផ្លាស់ប្ដូរអញ្ចឹងអញ្ចឹងឥឡូវគាត់ព្រមមកហើយបន្តទៀតក៏ខ្ញុំសូមលើកកម្លាំងចិត្តអ្នកនរគ្នាឲ្យមករៀនបន្តពីព្រោះខ្ញុំធ្វើការជាងថា5-10ឆ្នាំហើយខ្ញុំធ្វើការឲ្យខាងស្ថាប័នផ្សេងគេបញ្ជូនឲ្យរៀនប៉ុន្តែខ្ញុំសូមពេលបន្ទាប់ពីរៀនហើយសូមអត់ទៅរៀនទេសូមថាអូបងមិនបាច់ទេព្រោះបងបរៀនខ្ញុំល្អជាងនឹងខ្ញុំសូមទៅប្រធានខ្ញុំអញ្ចឹងប៉ុន្តែផ្ទុយទៅវិញខ្ញុំសាកល្បងវគ្គទី1ភាពជាអ្នកដឹកនាំតិចខ្ញុំបានរៀនមួយលោកគ្រូហើយខ្ញុំក៏បានទៅសុំមេខ្ញុំបន្តទៀតថាមិនបាច់ជួយ 100% ក៏បានដែរសុំចិត្តចេញខ្លួនឯងក៏បានដែរដើម្បីឲ្យបានមករៀនពីព្រោះដោយសារអីសាលានេះគឺសាលាអនុវត្តមិនទ្រឹស្ដីទេបងប្អូនអ្វីដែលលោកគ្រូមានប្រសាសន៍គឺដូចអីដែលពួកខ្ញុំជួបរាល់ថ្ងៃតដែលនិយាយនឹងតិចនឹងប៉ុន្តែអត់យកចិត្តទុកដាក់មែនតែដល់ពេលគាត់យកមកប៉បគឺយើងចាប់ដើមអាហ្នឹងគឺវា work អញ្ចឹងអរគុណមែនតែនហើយសាលានេះគឺជាសាលាអនុវត្តអញ្ចឹងសូមអ្នកនរគ្នាមករៀនហើយក៏លើកទឹកចិត្តឲ្យមករៀនតទៀតហើយនឹងបានជួបគ្នាដូចជាក្រុមគ្រួសារតែមួយទាំងអស់គ្នាអរគុណ